រឿងរបស់លីសាតើរឿងរ៉ាវនៃរឿងនេះជាអ្វីសូមតាមដានខ្ញុំក្នុងរយៈពេល40ឆ្នាំកន្លងមកនេះស្វាមីខ្ញុំរវល់ជាមួយអាជីវកម្មរបស់គាត់អស់រយៈពេល30ឆ្នាំមកហើយថ្ងៃមួយមិត្តល្អបំផុតរបស់ខ្ញុំបាននាំខ្ញុំទៅកន្លែងមួយពេលយើងមកដល់ពួកគេបានចែករំលែកបន្ទប់មួយមិត្តល្អបំផុតរបស់ខ្ញុំបានទៅបន្ទប់មួយទៀតហើយខ្ញុំត្រូវបានអនុញ្ញាតឲ្យស្នាក់នៅក្នុងបន្ទប់ដាច់ដោយឡែកពីគ្នាពេលខ្ញុំចូលទៅក្នុងបន្ទប់មិត្តល្អបំផុតរបស់ខ្ញុំបានមកប្រាប់ខ្ញុំពីអាថ៌កំបាំងមួយបន្ទាប់មកគាត់បានដើរចេញខ្ញុំបានធ្វើតាមការណែនាំរបស់គាត់បន្ទាប់មកគាត់បានដើរចេញបន្តិចម្ដងគាត់បានដាក់ខ្ញុំចុះខ្ញុំបានដើរតាមគាត់ត្រឡប់មកវិញប៉ុន្តែខ្ញុំមានការងឿងឆ្ងល់បន្តិចហេតុអ្វីបានជាគាត់ចូលមកបន្ទាប់មកមាននរណាម្នាក់បានចូលមកហើយនិយាយថាបុរសនោះឈ្មោះមេសាប៉ុន្តែគាត់កំពុងលាក់ខ្លួននៅក្នុងបន្ទប់តូចមួយដូចខ្ញុំព្រោះនេះជាប្រពន្ធរបស់មេសាដែលមិនបាននិយាយថាគាត់ជាបុរសឬស្ត្រីបន្ទាប់មកគាត់បានចេញទៅមើលជុំវិញដោយទុកខ្ញុំឲ្យនៅជាមួយបុរសនោះខ្ញុំមិនដឹងថាម៉ាសាយ៉ាងម៉េចទេព្រោះនេះជាលើកដំបូងដែលប្តីខ្ញុំមកម៉ាសាខ្ញុំមានការភ័ន្តច្រឡំហើយមានអារម្មណ៍ច្របូកច្របល់ព្រោះម៉ាសាម្នាក់នេះមិនដឹងថាគាត់កំពុងធ្វើអ្វីនៅចំពោះមុខខ្ញុំទេគាត់បានប្រាប់ខ្ញុំឲ្យដេកលើគ្រែឲ្យត្រង់ក្នុងបន្ទប់គ្មានអ្វីនៅសល់ទេខ្ញុំបិទភ្នែកបន្តិចបន្ទាប់មកគាត់ចាប់ផ្ដើមម៉ាសាខ្ញុំជាលើកដំបូងគាត់ចាប់ដៃគាត់ហើយប៉ះមេឃនៅពីលើខ្ញុំគឺជាពុកផ្សែងដៃរបស់ម៉ាសាបានឡើងលើចុះក្រោមហើយនៅទីបញ្ចប់គាត់ចាប់ផ្ដើមម៉ាសាជើងខាងក្រោមរបស់ស្វាមីខ្ញុំមានអារម្មណ៍ច្របូកច្របល់នៅពេលដែលដៃរបស់គាត់ម៉ាសាជើងរបស់ខ្ញុំគាត់ម៉ាសាគ្រប់ផ្នែកធំនៃរាងកាយមិនត្រឹមតែដេកប៉ុណ្ណោះទេប៉ុន្តែថែមទាំងរាងកាយទាំងមូលទៀតផងដៃរបស់គាត់កំពុងម៉ាសាជើងរបស់ខ្ញុំមានការងឿងឆ្ងល់ហើយមានអារម្មណ៍ច្របូកច្របល់ខ្ញុំមិនដឹងថាស្រុកម៉ាសាមានសភាពយ៉ាងណាទេព្រោះនេះជាលើកដំបូងហើយដែលប្តីខ្ញុំមកស្រុកម៉ាសានៅទីបំផុតគាត់ចាប់ផ្ដើមម៉ាសាជើងខាងលើរបស់ខ្ញុំមានការភ័ន្តច្រឡំនិងមានអារម្មណ៍ច្របូកច្របល់នៅពេលដែលដៃរបស់គាត់ម៉ាសាជើងរបស់ខ្ញុំនៅទីបំផុតគាត់ចាប់ផ្ដើមម៉ាសាជើងខាងលើរបស់ខ្ញុំសែងខ្មៅបានហុយចេញពីគ្រប់ទីដោយមិនខ្លាចអ្វីទាំងអស់ខ្ញុំបានឃើញអាវុធសម្ងាត់របស់គាត់លាក់នៅក្នុងខោពណ៌របស់គាត់វាងឹតខ្លាំងណាស់ដែលគាត់ធ្វើដូចជាគាត់មិនមានអារម្មណ៍អ្វីទាំងអស់រយៈពេលយូរមកហើយខ្ញុំមានអារម្មណ៍ថាអាវុធរបស់គាត់កំពុងកាន់ក្បាលខ្ញុំយ៉ាងណែនដៃរបស់គាត់កំពុងម៉ាសាជើងរបស់ខ្ញុំមានអារម្មណ៍ចម្រុះនៅពេលដែលដៃរបស់គាត់ម៉ាសាជើងរបស់ខ្ញុំប៉ុន្តែនៅទីបញ្ចប់គាត់បានអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅមេសាវិញបន្ទាប់មកគាត់បន្តម៉ាសាជើងរបស់ខ្ញុំបន្ទាប់មកគាត់បន្តម៉ាសាជើងរបស់ខ្ញុំនៅពេលនេះដៃរបស់គាត់កំពុងម៉ាសាជើងរបស់ខ្ញុំមានការភ័ន្តច្រឡំហើយមានអារម្មណ៍ចម្រុះមានអារម្មណ៍ចម្រុះនៅពេលដែលដៃរបស់គាត់ម៉ាសាជើងរបស់ខ្ញុំមានការងឿងឆ្ងល់ហើយមានអារម្មណ៍ច្របូកច្របល់ពេលដៃរបស់គាត់ម៉ាសាជើងខ្ញុំការម៉ាសាប្រភេទនេះមានគ្រោះថ្នាក់ខ្លាំងណាស់ដូច្នេះគ្មានអ្វីដែលត្រូវខ្លាចនោះទេខ្ញុំបន្តឲ្យគាត់ម៉ាសាជើងគាត់បានសួរខ្ញុំថាតើខ្ញុំចង់ឲ្យគាត់ប្រើឧបករណ៍ម៉ាសាដែរឬទេខ្ញុំមិនបាននិយាយអ្វីទាំងអស់ប៉ុន្តែគាត់កំពុងប្រើឧបករណ៍នេះនៅត្រង់ករបស់ខ្ញុំគិតថាគាត់កំពុងលាក់ខ្លួននៅក្នុងបន្ទប់មួយផ្សេងទៀតខ្ញុំគិតថាគាត់កំពុងលាក់ខ្លួននៅក្នុងបន្ទប់មួយផ្សេងទៀតនៅពេលនេះខ្ញុំឃើញមុខគាត់សោកសៅខ្លាំងណាស់ខ្ញុំមិនអាចជួយអ្វីបានឡើយព្រោះមុខគាត់មើលទៅធំនិងរឹងមាំណាស់គាត់កំពុងត្រដុសក្បាលរបស់គាត់លើមុខខ្ញុំអូព្រះជាម្ចាស់តើគាត់កំពុងធ្វើអ្វីខ្ញុំមិនបាននិយាយជាមួយគាត់ទេប៉ុន្តែគាត់នៅតែនិយាយជាមួយខ្ញុំបន្ទាប់ពីនោះខ្ញុំមិនដឹងថាត្រូវទៅណាទេខ្ញុំចង់ទៅប្រទេសក្រិចប៉ុន្តែខ្ញុំខ្លាចត្រឡប់ទៅវិញព្រោះខ្ញុំមិនអាចទៅទីនោះបានខ្ញុំចង់ឃើញជនជាតិក្រិចដូច្នេះខ្ញុំបានដាក់ដៃលើក្បាលរបស់គាត់ប៉ុន្តែគាត់មានការព្រួយបារម្ភខ្ញុំមិនបានព្រួយបារម្ភទេកុំខ្លាចអីបន្ទាប់មកខ្ញុំដាក់ដៃលើក្បាលរបស់គាត់អូព្រះជាម្ចាស់អើយជនជាតិក្រិចពិតជាខ្លាំងមែនខ្ញុំដាក់ដៃលើក្បាលគាត់មួយសន្ទុះក្រោយមកគាត់ឃើញពួកក្រិចដើរមកមាត់គាត់ត្រង់រួចគាត់ក៏ដាក់បឺរបន្តិចចូលក្នុងមាត់រសជាតិរបស់ពួកក្រិចខ្លាំងដល់ថ្នាក់ដូចជាអូយនៅពីមុខមាត់គាត់ប៉ុន្តែនៅពេលនោះគាត់មិនដឹងថាខ្ញុំកំពុងលេងជាមួយជនជាតិក្រិចទេខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតដល់មិនអាចទប់ដង្ហើមបានខ្ញុំគិតថារាងកាយរបស់ខ្ញុំកំពុងត្រូវបានជនជាតិក្រិចទាំងនេះប្រើប្រាស់ថាមពលរបស់ពួកគេបានវាយប្រហារខ្ញុំពីក្រោយយ៉ាងខ្លាំងហើយជើងរបស់ខ្ញុំក៏ញ័រខ្ញុំព្យាយាមទប់ដង្ហើមប៉ុន្តែខ្ញុំមិនអាចទប់ថាមពលរបស់ពួកគេបានទេថាមពលរបស់ពួកគេខ្លាំងពេករហូតដល់ខ្ញុំមិនអាចទប់ដង្ហើមបាននៅពេលនោះរាងកាយរបស់ខ្ញុំញ័រវាខ្លាំងណាស់មិត្តការឈឺចាប់បន្តិចបន្តួចនេះបានបាត់ទៅហើយពេលខ្ញុំងាកមកអារម្មណ៍នោះពិតជាខ្លាំងមែនទែនដែលខ្ញុំមិនធ្លាប់មានអារម្មណ៍បែបនេះ
នេះពីមុនមកជាមួយកូនប្រុសរបស់ខ្ញុំពួកគេពិតជាខ្លាំងមែនពួកគេធំជាងនិងវែងជាងប្តីរបស់ខ្ញុំមិនដែលគិតថាអាវុធធំមួយអាចមានអំណាចខ្លាំងយ៉ាងនេះទេវាអាចធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រួលបែបនេះប៉ុន្តែបន្ទាប់មកខ្ញុំបានព្យាយាមទប់ដង្ហើមប៉ុន្តែខ្ញុំមិនអាចទប់ដង្ហើមបានទេវាមួយឆ្នាំហើយខ្ញុំមិនទាន់បានធ្វើច្រើនទេខ្ញុំគ្រាន់តែមើលថែខ្លួនឯងប៉ុណ្ណោះពេលខ្លះខ្ញុំបានទៅជួបឋានស៊ូការងារចិត្តរួចរាល់ហើយខ្ញុំក៏ទៅជួយខ្លួនឯងនៅក្នុងបន្ទប់ទឹកបន្ទាប់មកជួយខ្លួនឯងប៉ុន្តែលើកនេះខ្ញុំទទួលបានថាមពលនិងភាពក្លាហានច្រើនខ្ញុំធុញទ្រាន់នឹងវាច្រើនដងហើយប៉ុន្តែខ្ញុំមិនខ្វល់ពីការម៉ាស្សានិងការម៉ាស្សានោះទេខ្ញុំមិនដឹងថាវាងាយស្រួលបែបនេះទេខ្ញុំបានរងចាំជាយូរមកហើយនៅពេលនេះខ្ញុំទើបតែចេញពីតំបន់សុខស្រួលរបស់ខ្ញុំហត់នឿយណាស់ខ្ញុំមិនដឹងថាវាឈឺចាប់ប៉ុណ្ណាទេពេលនៅម្នាក់ឯងវាដល់ចំណុចដែលខ្ញុំមិនអាចទ្រាំទ្រនឹងអារម្មណ៍ថាវាចប់ហើយវាគ្រាន់តែជាទីបញ្ចប់នៃជីវិតរបស់ខ្ញុំប៉ុណ្ណោះខ្ញុំបានគិតអំពីគ្រាលំបាកដែលខ្ញុំធ្លាប់ឆ្លងកាត់ខ្ញុំមិនចង់ស្វែងរកខ្លួនឯងទេប៉ុន្តែភាពក្លាហានដែលខ្ញុំបានកាន់ខ្ជាប់អស់រយៈពេលជាច្រើនខែក្នុងឆ្នាំនេះបានលេចចេញមកខ្ញុំមិនដឹងថាវាបានកើតឡើងប៉ុន្មានដងទេវាប្រហែល15វិនាទីហើយចាប់តាំងពីពួកគេទាំងអស់គ្នាត្រូវបានចង់ឥឡូវនេះពួកគេបានបដូរពីមួយទៅមួយទៀតដូចជាសេនីនិងផងខានេះប្រហែលជាពេលដែលពួកគេកាន់តែជិតស្និទ្ធគ្នាវាប្រែជាចៃដន្យនេះមិនមែនជារឿងចៃដន្យឲ្យទេតាំងពីដើមដំបូងមកពួកគេត្រូវបានចង់3ដងហើយប៉ុន្តែមានពេលមួយវាធ្វើឲ្យខ្ញុំចង់យំបន្ទាប់មកពួកគេបានបដូរទៅប្រើអាវុធធំរបស់ពួកគេដើម្បីចាប់គ្រាប់កាំភ្លើងចេញពីខាងក្រោយខ្ញុំភ័យខ្លាចណាស់ខ្ញុំបានលូកដៃទៅជួយចាប់គ្រាប់កាំភ្លើងរហូតដល់វាប៉ះដល់ក្បាលខ្ញុំបន្ទាប់មកខ្ញុំបានដាក់វាចូលមាត់គ្រាប់កាំភ្លើងបានចូលត្រង់មាត់ខ្ញុំមួយសន្ទុះក្រោយមកដៃរបស់ខ្ញុំបានលូកចេញពីខាងក្រោយក្បាលខ្ញុំវាប្រាប់ខ្ញុំថាតើអ្នកសុខសប្បាយជាទេតើអ្នកខ្លាចទេខ្ញុំបាននិយាយថាខ្ញុំសុខសប្បាយជាទេខ្ញុំមិនដឹងថាហេតុអ្វីទេប៉ុន្តែខ្ញុំបានតាំងចិត្តថាប្រសិនបើខ្ញុំដឹងថាវាងាយស្រួលបែបនោះខ្ញុំនឹងធ្វើវាជាយូរមកហើយ